ឆ្នាំមមែតាមក្បួនចាស់បុរាណលោកថាជាឆ្នាំមួយដែលរៀងអភ័ព្វគូបន្តិចហ្នឹងហើយឆ្នាំមមែច្រើនតែពឹងពាក់បងប្អូនសាច់ញាតិមិនសូវបានហើយបើមិត្តភ័ក្តិពឹងបានខ្លះក៏ប៉ុន្តែច្រើនតែគេនិយាយដើមដង្ហើមចុងមានន័យថាគេនិយាយមិនល្អនៅពីក្រោយឆ្នាំមមែនេះឲ្យប្រយ័ត្នតាក់ទងជាមួយនឹងជំងឺតម្រង់នោមហើយនឹងកាពះហ្នឹងហើយឆ្នាំមមែនេះច្រើនតែភាកច្រើនតែម្ដងគឺច្រើនតែឪពុកម្ដាយនឹងបាក់មេបាក់ធៀងជាកូនកំព្រាហ្នឹងហើយច្រើនតែឪពុកស្លាប់មុនម្ដាយខ្សែជីវិតមនុស្សឆ្នាំមមែនេះបើនិយាយទៅច្រើនរៀងអភ័ព្វហើយស្មុគស្មាញណាស់ហ្នឹងហើយហ្នឹងឆ្នាំមមែនេះច្រើនតែបើនិយាយទៅច្រើនបានកូនស្រី2អីហ្នឹងព្រាត់គូក្រងហ្នឹងហើយឆ្នាំមមែនេះច្រើនអភ័ព្វគូនឹងបន្តិចនឹងតែម្ដងហ្នឹងហើយច្រើនបានកូនស្រីភាគច្រើនហ្នឹងហើយភាគតិចមានកូនស្រីកូនប្រុសឬកូនប្រុសហ្នឹងហើយតែភាគច្រើនបានកូនស្រីហើយតែបានកូនស្រីបានតែ2អីហ្នឹងគឺគូក្រងហ្នឹងបើមិនព្រាត់គ្នាទេគឺគូក្រងមួយចំហៀងទៀតហ្នឹងឈឺហ្នឹងហើយប្រយ័ត្នព្រាត់ស្លាប់បើសិនជាឆាប់ព្រាត់គ្នានឹងព្រាត់រស់តែបើសិនជានៅដល់តែ50 55ច្រើនតែព្រាត់ស្លាប់មួយចំហៀងតែម្ដងព្រោះបើតាមគិតទៅឆ្នាំមមែនេះគេថាពងឆ្នាំមមែនេះគឺពងទេវតាស្រីហ្នឹងហើយធាតុមាសប៉ុន្តែជួបជាមួយថាក្បួនខ្លះគេថាជួបជាមួយឆ្នាំណាក៏បានធាតុណាក៏បានពងណាក៏បានប៉ុន្តែបើសិនជាតាមក្បួនខ្មែរមួយក្បួនទៀតនោះចាស់បុរាណលោកថាឆ្នាំមមែនេះច្រើនតែធ្វើឲ្យឆ្នាំមួយចំហៀងទៀតឆ្នាំគូក្រងនឹងឈឺឬក៏ហ្នឹងហើយរហូតដល់ស្លាប់ហ្នឹងហើយច្រើនស៊ីគេឯងណាឆ្នាំមមែនេះបើនិយាយទៅរៀងសាញបន្តិចមុននឹងធ្វើអីគិតប្រយោជន៍ផ្ទាល់ខ្លួនតែត្រូវការដឹងថាខ្លួនបានអីបើមុនធ្វើអីក៏ដោយហ្នឹងហើយអ្នកណាប្រើធ្វើអីតតែបានប្រយោជន៍បានចង់ធ្វើត្រូវអាសាស្រោចទឹកកាត់គ្រោះលើកឫស្សីបន្តិចឆ្នាំមមែនេះហើយបើមានគូក្រងបើមិនចង់ឲ្យព្រាត់រស់ព្រាត់ស្លាប់ទេត្រូវអាសារកវិធីកែខៃតាមរយៈបើសិនតែចិនគេថាកាត់ឆុងបើសិនតែខ្មែរយើងវិញគេគឺគ្មានអីពិសេសជាងស្រោចទឹកឆាកសកាត់គ្រោះលើកឫស្សីហ្នឹងទេហ្នឹងឆ្នាំមមែនឹងពេលខ្លះរៀងសាញបន្តិចទៅណាមកណាពេលខ្លះរៀងយឺតហ្នឹងហើយជួនថាទៅបើជាមិនទៅវិញហ្នឹងហើយរៀងសាញបន្តិចហ្នឹងហើយចេញទៅណារៀងយឺតបន្តិចសូនសាញច្រើនហ្នឹងហើយពេលខ្លះគិតច្រើនពេកហ្នឹងហើយរីរែកចិត្តពេកក៏មិនកើតដែរឆ្នាំមមែនឹងពេលខ្លះក៏សូនសាញច្រើនអល់ឯកច្រើនរីរែកច្រើនពេលខ្លះក៏រៀងរិះពេលខ្លះក៏ចាយតលាយទៅគឺមិនសូវទៀងទាត់ទេហ្នឹងហើយគ្រាន់តែពេលមានអាសន្នអន់ក្រអីមានអ្នកធំតាមជួយខ្លះដែរហ្នឹងហើយមានអ្នកចូលចិត្តច្រើនមានមិត្តច្រើនតែក៏មានសត្រូវឈ្នាននេះឬក៏និយាយដើមច្រើនដែរ